សង្គ្រាម scam online កម្ពុជាបានបើកប្រតិបត្តិការតាមកំទេច scam online រយៈពេល5ខែចំណែកឯសហរដ្ឋអាមេរិកទើបតែចាប់ផ្ដើមបើកប្រតិបត្តិការ scam online 2សប្តាហ៍ឲ្យពិភពលោកបានស្គាល់ទៅកម្ពុជាបានបំផ្លាញ online ហើយប្រទេសតែឯងមានយ៉ាងណារឿងរបស់ឯងទៅចុះ 455 people, including doctors, across 45 states for their alleged role in $6.5 billion worth of fraud schemes. This is a war on fraud, the likes of which you have never seen. So that kid was hurt irreparably, passed away because nothing was done about these fraudsters, and they went right after it. Their company billed over $90 million while a child was buried by their family. We talked about Caden and several other cases. You know, we have hundreds of cases. Just in 2 weeks, we brought to the American people on Tuesday $6.5 billion of money now saved and brought back into our coffers. And Kelly, the human cost is apparent. ប៉ុន្តែគ្រប់កសែតទាំងអស់បានចេញមកទទួលស្គាល់សរសេរឲ្យរឿង scam គឺទទួលស្គាល់នៅការយុទ្ធនាការវាយ scam នៅយើងហើយអក្រិតជនបានរត់ទៅប្រទេសផ្សេងហើយប្រទេសផ្សេងចាប់ផ្ដើមទទួលស្គាល់ថាគេមានដែរនេះគឺជាជោគជ័យតែមួយដែលពី5ខែមុនកម្ពុជាគឺជាម្នាក់ដែលទទួលបន្ទុកខ្លួនឯងតែម្ដងហើយបើយើងមិនលៀមខ្លួនឯងមិនចាត់វិធានការខ្លាំងទេតើយើងអាចស្ដារខ្លួនឯងបានទេគេនឹងប្រហែលម៉ោងស្មៅនេះនៅតែកម្ពុជាជាជំរុកដដែលតាមម្នាក់ឯងហើយកុំចាប់ខ្លួនមនុស្ស450នាក់ក្នុងនោះក៏មានដុកទ័រឬក៏គ្រូពេទ្យនៃសហរដ្ឋអាមេរិកហើយទឹកប្រាក់នោះទំហំ 6.500 លានដុល្លារហើយគេហៅថាប្រព័ន្ធសុខភាពคล้ายៗខ្ញុំនិយាយឲ្យស្រួលស្ដាប់បានឆក់យកអាយុជីវិតប្រជាជនអាមេរិកឬក៏យុវជនម្នាក់នេះដែលមានអាយុ18ឆ្នាំសុខភាពគាត់ក៏ល្អផ្លូវអារម្មណ៍និង motivation ឬក៏កម្លាំងផ្លូវចិត្តរបស់គាត់ក៏ល្អប៉ុន្តែដោយសារតែប្រព័ន្ធសុខភាពคล้ายៗហ្នឹងណានិយាយឲ្យស្រួលស្ដាប់បានឆក់យកជីវិតរបស់គាត់ជោគជ័យរបស់កម្ពុជាគឺកម្ពុជាបានបោះសម្អាតពួក scam online ហើយរុញថាកម្ពុជាគឺជាជនរងគ្រោះកម្ពុជាមិនមែនជាគេហៅថាកន្លែងសុវត្ថិភាពដែលពួក scam online ចូលមកជ្រកនោះទេកម្ពុជាបានប្រែក្លាយពីបញ្ហា scam online ដែលប្រទេសជាច្រើនដាក់បន្ទុកមកលើកម្ពុជាហើយកម្ពុជាបង្កើតកិច្ចសហប្រតិបត្តិការជាមួយនឹងសហព័ន្ធស៊ើបអង្កេតសហរដ្ឋអាមេរិក FBI នេះគឺជាជោគជ័យរបស់កម្ពុជាដែលលុបលាងពីការទម្លាក់កំហុសរបស់បរទេសចោទមកលើកម្ពុជាឥឡូវនេះសហរដ្ឋអាមេរិកបានបាត់បង់តាមកម្ចាត់ពួកបោកប្រាស់កម្មវិធីសុខភាពបោក